ឯកឧត្តមឡាំជាគូបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាប្រកាន់យកគោលនយោបាយសន្តិភាពនិយមនិងចង់បានព្រំដែនសន្តិភាពជាមួយភាគីថៃឯកឧត្តមឡាំជារដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននិងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជាបានគូបញ្ជាក់អំពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រកាន់យកនៅសន្តិភាពនិយមនិងចង់បានព្រំដែនមួយប្រកបដោយសន្តិភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អជាមួយភាគីថៃដោយផ្អែកលើមូលដ្ឋានលិខិតបទដ្ឋានគតិយុត្តនិងផែនទីដែលបានឯកភាពគ្នាដោយមានចែងក្នុងអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000ដែលភាគីទាំងពីរបានឯកភាពគ្នាប្រើប្រាស់ផែនទីមាត្រដ្ឋាន1 លើ 200,000 ស្របតាមស្មារតីនៃអនុសញ្ញាបារាំងសៀមឆ្នាំ1904និងសន្ធិសញ្ញាបារាំងសៀមឆ្នាំ1907ដើម្បីអនុវត្តការងារខណ្ឌសីមានិងបោះបង្គោលព្រំដែននេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនចុះថ្ងៃទី15ខែមិថុនាឆ្នាំ2025នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនោះដែរបានឲ្យដឹងថាភាគីកម្ពុជាក៏បានបដិសេធយ៉ាងដាច់ខាតមិនទទួលស្គាល់ផែនទីដែលភាគីថៃបានគូសជាឯកតោភាគីហើយយកមកប្រើប្រាស់ជាសំអាងដែលជាប្រភពចម្បងនាំមកនៅចំនួនព្រំដែនដ៏រ៉ាំរ៉ៃពេលកន្លងមកក៏ដូចជាពេលបច្ចុប្បន្ននិងទៅអនាគតសេចក្តីប្រកាសព័ត៌មានបានបន្ថែមថាក្រៅពីតំបន់ទាំង4ដែលស្ថិតក្នុងបណ្ដឹងទៅតុលាការអន្តរជាតិ ICJ ភាគីកម្ពុជានៅតែប្រកាន់ជំហរនិងសុឆន្ទៈក្នុងការបន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែនដោយប្រើប្រាស់យន្តការគណៈកម្មការចម្រុះព្រំដែន JBC កម្ពុជាថៃ